ថ្ងៃនេះសូមមកមើលវេយ្យាករណ៍ក្នុងមេរៀនទី6ទាំងអស់គ្នាវេយ្យាករណ៍ទី1គឺទាក់ទងទៅនឹងការធ្វើអ្វីមួយទៅលើនាមអញ្ចឹងករណីនេះគឺគេប្រើបវរស័ព្ទអុជាមួយនឹងកិរិយាសព្ទឧទាហរណ៍ប៉ាងអុថាបេម៉ាស់គ្រានេះមានន័យថាខ្ញុំញ៉ាំនំប៉័ងអញ្ចឹងកិរិយាសព្ទនោះគឺធ្វើអំពើទៅលើនំប៉័ងហើយបវរស័ព្ទដែលត្រូវប្រើគឺអុទី2 Kohi o nomimasu គ្រានេះមានន័យថាខ្ញុំផឹកកាហ្វេអញ្ចឹងការផឹកគឺធ្វើអំពើទៅលើកាហ្វេហើយបវរស័ព្ទដែលប្រើប្រាស់គឺបវរស័ព្ទអុដូចគ្នាវេយ្យាករណ៍ទី2គឺជាឃ្លាសំណួរដែលមាននាមនៅក្នុងសំណួរនេះអញ្ចឹងក្នុងករណីនេះពេលដែលយើងឆ្លើយត្រូវតែមានហើយឬក៏អ៊ីយេឧទាហរណ៍សំណួរ Kohi o nomimasu ka ឃ្លានេះមានន័យថាតើអ្នកផឹកកាហ្វេដែរឬទេអញ្ចឹងនៅក្នុងសំណួរនេះគឺមាននាមកាហ្វេអញ្ចឹងនៅពេលដែលយើងឆ្លើយត្រូវតែមានហើយឬក៏អ៊ីយេអញ្ចឹងចម្លើយស្របហើយ nomimasu ដែលមានន័យថាបាទឬក៏ចាស់ខ្ញុំផឹកចំពោះចម្លើយបដិសេធវិញគឺអ៊ីយេ nomimasen មានន័យថាខ្ញុំអត់ផឹកទេវេយ្យាករណ៍ទី3ក៏ជាឃ្លាសំណួរដែរប៉ុន្តែមានពាក្យសួរណានិនៅក្នុងនោះអញ្ចឹងក្នុងករណីនេះពេលឆ្លើយគឺអត់ត្រូវការហើយឬក៏អ៊ីយេទៀតទេឧទាហរណ៍សំណួរ Nani o nomimasu ka ឃ្លានេះមានថាតើអ្នកផឹកអ្វីដែរអញ្ចឹងផឹកអ្វីដែរគឺមានពាក្យសួរថាអ្វីនៅក្នុងនោះអញ្ចឹងពេលយើងឆ្លើយអត់មានហើយឬក៏អ៊ីយេទេចម្លើយ Kohi o nomimasu មានន័យថាខ្ញុំផឹកកាហ្វេអញ្ចឹងគឺឆ្លើយនាមយកតែម្ដងវេយ្យាករណ៍ទី4គឺជាទម្រង់បដិសេធអញ្ចឹងក្នុងករណីនេះគឺយើងប្រើពាក្យថា Nani mo ឧទាហរណ៍សំណួរ Nani o nomimasu ka វាសំណួរនេះមានន័យថាតើអ្នកផឹកអ្វីដែរចម្លើយ Nani mo nomimasen ចម្លើយនេះគឺជាចម្លើយបដិសេធអញ្ចឹងមានន័យថាខ្ញុំមិនផឹកអ្វីទេអញ្ចឹងគឺប្រើពាក្យថា Nani mo វេយ្យាករណ៍ទី5គឺជាឃ្លាសំណួរដែរប៉ុន្តែយើងប្រើជាមួយនឹងកិរិយាសព្ទ shimasu ដែលមានទម្រង់ Nani o shimasu ka ក្នុងករណីនេះគឺគេសួរ shimasu ប៉ុន្តែពេលយើងឆ្លើយយើងអាចឆ្លើយកិរិយាសព្ទផ្សេងក្រៅពី shimasu ក៏បានដែរឧទាហរណ៍សំណួរ Nani o shimasu ka ចម្លើយកំពុងសោមួយ ikimasu អញ្ចឹងនៅក្នុងទម្រង់សំណួរគេសួរថាតើអ្នកធ្វើអ្វីអញ្ចឹងគឺយើងប្រើកិរិយាសព្ទ shimasu ប៉ុន្តែនៅពេលឆ្លើយគេប្រើថាកំពុងសោមួយ ikimasu ដែលគេប្រើកិរិយាសព្ទ ikimasu អញ្ចឹងមានន័យថាខ្ញុំទៅកំពុងសោម